កុំមកដណ្ដើមជាមួយពួកយើងអីត្រូវប្រគល់ឲ្យរួចរាល់ក្នុងរយៈពេល3ថ្ងៃនៅឈោថ្មឹងធ្វើអីទៀតឆាប់ចេញទៅមិនមែនទេអ្នកអង្វរខ្ញុំលោកភីជួយពន្យល់ម្ដងទៀតមកហ្វេឡានហួរយើងទៅផ្ទះវិញឈប់សិនតើឯងចង់ទៅណាទៀតចង់បង្រៀនមេរៀនអ្វីដល់ខ្ញុំទៀតនេះជាសោផ្ទះចាស់ទៅផ្ទះទៅទីបំផុតឈប់ធ្វើការស៊ីឈ្នួលឲ្យពួកប្រធានក្រុមហ៊ុនផ្សេងទៀតហើយខ្ញុំចិត្តនឹងទំពេកមុនអាយុដោយសារតែការធ្វើបាបនេះទៅហើយពូឆេនទៅថ្ងៃមុខនឹងប្រសើរឡើងវិញទេលោកប៉ាទីបំផុតកូនបាននាំប៉ាមកផ្ទះវិញហើយក្មេងសម្ដីចាស់ទុំមែនចាប់ពីថ្ងៃនេះទៅទីនេះគឺជាផ្ទះរបស់អ្នកហើយល្អហើយប៉ាហេតុអ្វីប៉ានៅទីនេះនេះជាផ្ទះរបស់ខ្ញុំហេតុអ្វីខ្ញុំមិនអាចនៅទីនេះបានហេតុអ្វីបានជាអ្នកនាំគេមកទីនេះដែរខ្ញុំបានសួរជំនួយការឆេនរួចហើយក្មេងម្នាក់នេះមិនមានពាក់ព័ន្ធអ្វីជាមួយអ្នកបន្តិចសោះប្រញាប់នាំគេចេញទៅឲ្យឆាប់នាងមានឈ្មោះថាឈៀវឡាញ់ហួរចាប់ពីថ្ងៃនេះទៅនាងគឺជាកូនស្រីរបស់ខ្ញុំទេមើលនាងចុះតើមានចំណុចណាដែលដូចជាអ្នកក្នុងគ្រួសារអភិជនរបស់យើងខ្លះគ្មានសុជីវធម៌តតែសោះនាំគេមកវិញបែបនេះតើឲ្យសំរុំយ៉ាងម៉េចទៅខ្ញុំមិនបានមកពិភាក្សាជាមួយអ្នកទៀតទេខ្ញុំទទួលស្គាល់នាងជាកូនស្រីរបស់ខ្ញុំនឹងទទួលខុសត្រូវចំពោះនាងរហូតដល់ទីបញ្ចប់ការនាំក្មេងដែលមិនស្គាល់ប្រភពច្បាស់លាស់បែបនេះមកវិញនឹងមានរឿងរ៉ាវស្មុគស្មាញច្រើននៅថ្ងៃក្រោយកូនមិនបង្កការលំបាកឲ្យប៉ានោះទេគឺមកជួយគាត់រកលុយឲ្យបានច្រើនហើយធ្វើឲ្យគាត់ក្លាយជាអ្នកមាន